ប្រសិនបើលោកគ្រូចង់ធ្វើតេស្តរំលាយតម្លៃសមត្ថភាពសិស្សនៅចុងម៉ោងសិក្សាដោយប្លែកបាទមានន័យថាជាវិធីសាស្ត្របែបថ្មីលោកគ្រូអាចប្រើជាមួយនឹងកម្មវិធីថ្មីមួយដែលមានឈ្មោះថា Plickers បាទកម្មវិធីនេះលោកគ្រូគ្រាន់តែប្រើបាទ QR code ចែកជូនសិស្សបាទនៅក្នុងថ្នាក់រៀនឲ្យបានគ្រប់គ្នាបាទលោកគ្រូនឹងទទួលបាននៅការចូលរួមពីសិស្សបាទគឺគ្មានសិស្សណាដែលមិនចូលរួមទេបាទអញ្ចឹងកម្មវិធីនេះគឺលោកគ្រូគ្រាន់តែមានជាមួយនឹងទូរស័ព្ទបាទមួយគ្រឿងរួចជាការស្រេចបាទហើយនឹង laptop របស់លោកគ្រូផងដែរបាទអញ្ចឹងជាជំហានខ្ញុំនឹងបង្ហាញជូនលោកគ្រូបាទកម្មវិធី Plickers នឹងគឺជាកម្មវិធីមួយដែលគ្រូអាចបង្ហាញសំណួរលើអេក្រង់បាទមានន័យថាដល់ពេលដែលលោកគ្រូបរៀនជាអំណានឬមួយក៏មេរៀនតទៅនឹងគណិតវិទ្យាឬមួយក៏ភាសាអង់គ្លេសលោកគ្រូអាចបង្ហាញជាលំហាត់ឬក៏សំណួរនៅលើអេក្រង់ឬក៏សរសេរសំណួរនឹងនៅលើក្តារខៀនក៏បានដែរបាទបន្ទាប់មកបើសិស្សនឹងធ្វើការលើកជាមួយនឹងបាន QR code របស់គាត់ហ្នឹងដែលមានអក្សរ A B C ហ្នឹងនៅតាមជ្រុងបាទឧទាហរណ៍ថាជ្រុងខាងលើនេះ A ខាងនេះ B ខាងនេះ C ខាងនេះបាទ D ចឹងនៅពេលដែលយើងបង្ហាញជាសំណួរនឹងចម្លើយហើយបាទគាត់នឹងគិតបាទប្រហែលជា 2-3 វិនាទីបាទឬក៏ទៅតាមប្រភេទលំហាត់ស្រួលឬក៏ពិបាកហើយបើគាត់ធ្វើការលើកឬក៏លោកគ្រូអ្នកគ្រូទុកពេលគាត់តិចទៅនៅពេលដែលគាត់លើកយើងគ្រាន់តែបាទគ្រូនឹងគ្រាន់តែ scan កាតរបស់សិស្សនៅក្នុងថ្នាក់ហ្នឹងហើយយើងនឹងទទួលបាននៅលទ្ធផលរបស់សិស្សភ្លាមបាទអញ្ចឹងខ្ញុំនិយាយអំពីអត្ថប្រយោជន៍កម្មវិធីនឹងសម្រាប់ផ្ដោតលើលោកគ្រូអ្នកគ្រូបង្រៀននៅបឋមសិក្សាបាទអញ្ចឹងកម្មវិធី Plicker ហ្នឹងគឺចាំបាច់បាទគ្រូមានតែទូរស័ព្ទមួយគ្រឿងបាទនៅក្នុងថ្នាក់រៀនណាហើយនឹងកាតក្រដាសសិស្សបាទ QR code មកអញ្ចឹងបង្កើនបរិយាកាសរីករាយធ្វើឲ្យសិស្សចង់ឆ្លើយសំណួរដូចលេងហ្គេមបាទនេះជាបទពិសោធន៍របស់ខ្ញុំគឺពេលដែលយើងប្រើកម្មវិធីហ្នឹងគឺគ្រប់សិស្សគឺត្រូវតែលើកបាទចង់មិនចង់គាត់ត្រូវតែលើកហើយសិស្សគាត់ចង់ដឹងថាចម្លើយរបស់គាត់ហ្នឹងឆ្លើយត្រូវឬក៏ខុសបាទមានថាបង្កើនអារម្មណ៍នៃការចូលរួមហ្នឹងច្រើនជាងយើងសួរនាំឆ្លើយធម្មតាបាទទី3គឺគ្រូគាត់អាចដឹងលទ្ធផលភ្លាមបាទនៅពេលដែល scan រួចគឺដឹងលទ្ធផលថាសិស្សមួយណាឆ្លើយត្រូវបាទហើយសិស្សទទួលបានបន្ទុកទៀតបាទសំណួរមួយគាត់បានមួយបន្ទុកបាទទី4គឺរក្សាភាពស្មោះត្រង់និងមានភាពជឿជាក់បាទអញ្ចឹងពេលដែលសិស្សលើកកិច្ចមិនផុតទេនឹងមានសិស្សដែលគាត់លួចមើលគ្នាអញ្ចឹងណាប៉ុន្តែការកម្មវិធីរបស់យើងគឺវារៀងអក្សររៀងគេហៅថា slate បាទអញ្ចឹងគាត់អត់អាចលួចមើលគ្នាបានងាយស្រួលទេហើយយើងបន្ថែមជាមួយនឹងបាទសិស្សដែលគាត់មានអារម្មណ៍ខ្មាស់អៀនហ្នឹងគាត់មានឱកាសនៅក្នុងការចូលរួមលេងកម្មវិធីរបស់យើងដែរចឹងកម្មវិធី Plicker ហ្នឹងគឺមានអ្នកប្រើប្រាស់ប្រហែលជា100ប្រទេសហើយបានចុះឈ្មោះប្រើប្រាស់គណនីហ្នឹងពី9ទៅ10លានគណនីគ្រូបាទចឹងមានន័យថាកម្មវិធីនេះគឺមិនមែនជាកម្មវិធីថ្មីទេមានន័យថានៅប្រទេសគេគឺគេប្រើយូរហើយបាទអញ្ចឹងនេះគឺជាសំណួរដែលខ្ញុំបានបង្កើតបាទហើយការបង្កើតសំណួរក៏មានភាពងាយស្រួលទៀតយើងអាចប្រើ AI បាទឲ្យបង្កើតសំណួររបស់យើងទៅគឺងាយស្រួលមែនតើបាទអញ្ចឹងយើងអាចរៀបសំណួរអញ្ចឹងហើយលោកគ្រូដាក់បាទប្រភេទការជ្រើសរើសហ្នឹង4ជំរើសបាទហើយយើងคลิกកន្លែងចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវនៅពេលដែលយើង scan ហើយបាទចម្លើយរបស់សិស្សនឹងបង្ហាញបាទទី3ជាបន្តបាទយើងអាចប្រើកម្មវិធីហ្នឹងសម្រាប់ដាក់ជាចំណោទគណិតវិទ្យាចឹងទៅដើម្បីឲ្យសិស្សមានសកម្មភាពក្នុងការធ្វើបាទហើយមួយទៀតយើងអាចប្រើកម្មវិធីហ្នឹងសម្រាប់តេស្តបាទមុខវិជ្ជាភាសាអង់គ្លេសបាទមិនថាភាសាអង់គ្លេសកុមារឬមួយក៏សិស្សធំៗទេគឺអាចប្រើកម្មវិធីនេះបានបាទនេះគឺជាសកម្មភាពបាទសិស្សនៅខាងបែកខាងបរទេសគេប្រើប្រាស់បាទអញ្ចឹងនៅពេលដែលគ្រូ scan គឺគុណសិស្សបាទគាត់លើកអញ្ចឹងបាទអញ្ចឹងកាតរបស់គាត់គឺមានរៀងខ្លួនហើយមានលក្ខណៈខុសៗគ្នាបាទដូចគ្នាទេគ្រាន់ថាមានអក្សរ A B បាទ C D ហ្នឹងគឺដូចគ្នាបាទហើយលេខបានគឺខុសគ្នាបានសិស្សនេះអាចលេខ1សិស្សនេះអាចលេខ2សិស្សនេះអាចលេខ3សិស្សនេះអាចលេខ4ហើយគាត់អាចយកច្រឡំគ្នាអាស្រ័យលេខសម្គាល់របស់គាត់គឺបើលេខណាហើយគឺលេខហ្នឹងហើយបាទហើយនៅពេលដែលគាត់ឆ្លើយសំណួរបាទបានហើយគាត់នឹងទទួលបានលទ្ធផលដូចនេះបាទនេះការចូលរបស់គាត់ A B ឬ C ណាបាទហើយការឆ្លើយរបស់គាត់បើត្រូវគឺបាន100%បាទបើខុសភាគរយគាត់គឺទៀបតាមហ្នឹងបាទហើយខាងនេះគឺបាទថ្ងៃខែបាទយើងតេស្តថ្ងៃណាគឺវាបង្ហាញពណ៌ដូចនៅក្នុងរូបមួយនេះចឹងបាទហើយនេះគឺតកតងមួយថ្ងៃដែលយើងតេស្តបាទមួយថ្ងៃវាបង្ហាញមួយថ្ងៃអានេះបង្ហាញមួយសប្តាហ៍អានេះបង្ហាញតនន័យមួយខែបាទអានេះគឺ90ថ្ងៃចឹងទៅហើយលោកគ្រូអាចទាញយកលទ្ធផលហ្នឹងបាទគិតជាបន្ទុកបន្ថែមសម្រាប់សិស្សដែលបានចូលរួមបាទប្រឹកព្រៀងនៅក្នុងការឆ្លើយសំណួរបាទអញ្ចឹងខ្ញុំបង្ហាញកម្មវិធីនេះឡើងគឺដើម្បីបន្ថែមជាគេហៅថាគ្រឿងទេសបន្ថែមចូលទៅក្នុង
ថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូបាទហើយចំការការអនុវត្តរបស់ខ្ញុំគឺមានកម្រិតហើយលោកគ្រូអ្នកគ្រូស្គាល់អំពីកម្មវិធីនេះទៅអាចច្នៃប្រឌិតទៅមានការតាក់ទាញសិស្សជាងការធ្វើការអនុវត្តរបស់ខ្ញុំបាទអញ្ចឹងការចែករំលែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទជួបគ្នាបន្តនៅជំហាននៃការចុះឈ្មោះប្រើគណនី Plickers នេះបាទជម្រាបលាលោកគ្រូអ្នកគ្រូ